មកពីប្រទេសកូរ៉េដែលមានលក្ខណៈខុសប្លែកចំណែកខុសពីគេគ្មានពីរលើលោកគឺគាត់ចង់អត់មានមែនអាតូមីគឺជាក្រុមហ៊ុនមួយដែលឈានបត់បែនទៅតាមការវិវត្តនៃសម័យកាលថ្មីជឿអាតូមីជាទីផ្សារបណ្ដាញពិតមែនប៉ុន្តែវាក៏ជារូបភាពដើម្បីបែងចែកកម្រៃជាង35%ដល់អ្នកប្រើប្រាស់ឬក៏អ្នកដែលធ្វើអាជីវកម្មបើសិនជាមិនធ្វើទីផ្សារបណ្ដាញអត់មានច្បាប់ណាដកលុយមកឲ្យយើងទេអត់មានទេនេះគឺជាច្បាប់ដែលផ្ទេរលុយតែយ៉ាងការធ្វើយកមកទម្លាក់ចូលក្នុងកណិតវិទ្យារបស់សម័យព្រំទាល់នេះគឺជាច្បាប់ថវិកាមិនអាចទៅដកលុយទុកយកលុយមកឲ្យយើងអត់មានទេក៏លុយវារត់ចូលតាមប្រព័ន្ធច្បាប់ចឹងទីផ្សារបណ្ដាញគឺជាច្បាប់ដែលប្រទេសកូរ៉េកំណត់ថាអ្នកធ្វើទីផ្សារបណ្ដាញក្រុមទីផ្សារបណ្ដាញត្រូវតែផ្ដល់កម្រៃទីផ្សារឲ្យអ្នកធ្វើទីផ្សារបណ្ដាញ35%ហើយអាតូមីមិនត្រឹមតែអ្នកធ្វើជំនួយទេសូម្បីអ្នកប្រើប្រាស់ក៏អាចទទួលបានចំណែកនៃ35%នេះដែរតែអាតូមីមិនត្រឹមទីផ្សារបណ្ដាញអាតូមីគឺជាទីផ្សារបែបលក់ផ្ទាល់មានថាយើងជាអ្នកប្រើប្រាស់តែយើងបានទិញផ្ទាល់ពីអ្នកគ្រប់គ្រងអត់មានឈ្មោះកណ្ដាលទេទៅយើងទិញផ្ទាល់ពីក្រុមហ៊ុនក្នុងតម្លៃមួយដូចគ្នាអត់មានអ្នកណាគេចំណេញលើអ្នកណាទេអត់មានឆ្លងកាត់ឈ្មោះកណ្ដាលយើងប្រើយើងទៅទិញផ្ទាល់ពីក្រុមអាតូមីហើយក្រុមអាតូមីដឹកជញ្ជូនដល់តំបន់ដែលយើងរស់នៅទី3អាតូមីគឺជាទីផ្សារបែបទំនើបថ្មីដែលប្រើបែបវិធីការអាជីវកម្មសម័យកាល AI ទី4អាតូមីគឺជាទីផ្សារអាជីវកម្មបែបប្រព័ន្ធដែលយើងទាំងអស់មានកសាងប្រព័ន្ធហើយទទួលបានប្រាក់ចំណូលតាមរយៈប្រព័ន្ធហើយខ្លាយជាប្រាក់ចំណូលដែលយើងហៅថាប្រាក់ចំណូលបែបអក្សរគឺការចូលគ្នាជាសម្ព័ន្ធការចូលគ្នាជាសម្ព័ន្ធនៅក្នុងរចនាសម្ព័ន្ធឆ្វេងសម្រាប់របស់យើងបើសិនជាការកសាងរចនាសម្ព័ន្ធអ្នកប្រើប្រាស់នៅក្នុងរចនាសម្ព័ន្ធឆ្វេងសម្រាប់របស់យើងមានទំហំធំឬទូចប៉ុណ្ណានោះគឺជាលទ្ធផលនៃប្រាក់ចំណូលយើងអញ្ចឹងធំឬទូចអាស្រ័យខ្លួនយើងថាយើងនឹងធ្វើវាកម្រិតណាមិនមែនមកពី sponsor មិនមែនមកពីក្រុមហ៊ុនមិនមែនមកពីអ្នកណាក្រៅពីខ្លួនយើងគឺខ្លួនយើងជាអ្នកធ្វើឲ្យវាធំឬឲ្យវាតូចអាស្រ័យយើងចឹងទាំងអស់នេះអាតូមីគឺបត់បែនរស់រវើកទន់ភ្លន់ទៅតាមសម័យកាលពិតប្រាកដអាតូមីគឺជាក្រុមហ៊ុនចែកចាយគ្រប់គ្រងក្រុមហ៊ុនលក់ទំនិញអ្នកផលិតផលអាតូមីគឺត្រូវបានផ្ដល់សិទ្ធិឲ្យរោងចក្រមួយឈ្មោះថា Polma V&A ដែលត្រូវបានប្រគល់សិទ្ធិដោយស្ថាប័នពីរទី1គឺវិទ្យាស្ថានស្រាវជ្រាវថាមពលអាតូមិករបស់ប្រទេសកូរ៉េដែលជាស្ថាប័នរបស់រដ្ឋាភិបាលកូរ៉េហើយនឹងរោងចក្រសហគ្រាសធំមួយរបស់អាមេរិកដែលហៅថា Polma អាមេរិកតែមានសាខាមួយហៅថា Polma កូរ៉េជា Polma កូរ៉េគឺជាសាខារបស់ Polma អាមេរិកហើយ Polma មិនមែនមានតែនៅកូរ៉េមួយទេមានសាខាជាច្រើនប្រទេសហើយផលិតផល Polma មានជំនាញ3ជំនាញផលិតគ្រឿងសម្អាងជំនាញផលិតថ្នាំពេទ្យហើយជំនាញមួយគឺផលិតអាហារសុខភាពប៉ុន្តែគាត់ផ្ដោតលើពីរធំគឺគ្រឿងសម្អាងនិងថ្នាំពេទ្យតែអាហារសុខភាពគឺបន្តបន្ទាប់នៅពេលដែលជាស្ថាប័នស្រាវជ្រាវថាមពលអាតូមីកកូរ៉េដែលគាត់ជាស្ថាប័នរដ្ឋាភិបាលគាត់ស្រាវជ្រាវរកឃើញបង្កើតថ្មីនៅហេតុនេះPolma កូរ៉េបានរត់ប្រសូតចរចាដាក់ទុនវិនិយោគរុស្ស៊ីជាមួយនឹង Carry ដែលជាស្ថានស្រាវជ្រាវរបស់ប្រទេសកូរ៉េជាស្ថាប័នរដ្ឋាភិបាលកូរ៉េសូមដាក់ទុនវិនិយោគរុស្ស៊ីជាមួយអញ្ចឹងស្ថាប័នទាំងពីរប្រព្រឹត្តគ្នាហើយតែថាគាត់មានទួនាទីផ្សេងគ្នាម្នាក់គឺសិក្សាស្រាវជ្រាវដើម្បីការវត្តសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េម្នាក់ទៀតគាត់មានទួនាទីជាអ្នកស៊ីឈ្នួលផលិតឲ្យក្រុមហ៊ុនដទៃទៀតដែលគាត់តាមពេទ្យឬសម្អាតចឹងគាត់បានបង្កើតរោងចក្រថ្មីមួយឈ្មោះ Polma V&A Polma V&A មានន័យថាជាក្រុមហ៊ុនដែលផលិតគ្រឿងសម្អាងសម្ផស្សហើយនឹងសុខភាព2អ្នកជាអង់គ្លេសមកគេថា beauty N N N នឹងហើយ care A care
សុខភាពអញ្ចឹងក៏ផលិតពាក់ព័ន្ធមួយសម្រស់និងសុខភាពគឺខូម៉ាកូរ៉េពេលគាត់ថាការគ្នាដែលមានបច្ចេកទេសសិក្ខាវិជាសាស្ត្រសិក្ខាពុកូរ៉េក៏មានបច្ចេកទេសបែបកូរ៉េខូម៉ាកូរ៉េក៏មានបច្ចេកទេសបែបអាមេរិកចឹងគាត់ទាំងពីរអ្នកបូកចូលគ្នាគឺបច្ចេកវិទ្យាអាមេរិកបូកកូរ៉េគាត់ផលិតគ្រឿងសម្អាងដែលលក់ក្នុងតម្លៃក្រុមប្រទេសមិនអាចលក់បានមិនមែនត្រឹមតែបច្ចេកទេសមកអាមេរិកមួយអាមេរិកបូកកូរ៉េចឹងគាត់ផលិតthêm một hiệpគ្រឿងសម្អាងនិងផលិតផលផ្សេងទៀតប្រគល់សិទ្ធិផ្ដាច់មុខឲ្យក្រុមហ៊ុនអាតូមីជាអ្នកលក់អាតូមីបានសាខាលក់ផលិតផលនៅទូទាំងពិភពលោកបច្ចុប្បន្ន27ប្រទេសហើយលក់នៅថាទីអឺរ៉ុបចំនួន31ប្រទេសចឹងកន្លែងខ្ញុំសូមបញ្ជាក់ថាផលិតផលអាតូមីត្រូវបានផលិតឡើងដោយក្រុមហ៊ុនខូម៉ាមានអីតែមានតែមួយគត់លើពិភពលោកផលិតហេម៉ូហ៊ីផលិតគ្រឿងសម្អាងហើយអ្នកដែលអាចមានសិទ្ធិលក់ផលិតផលទាំងពីរមុខគឺអាតូមីចំណែកយើងជាសមាជិកពលរដ្ឋជនអស់លុយយើងអាចមានសិទ្ធិក្នុងការធ្វើជាមួយបានគ្មានទេធ្វើជាមួយដល់មានប្រើដើមទុនទេទាំងអស់ព្រោះតែចុះឈ្មោះទិញផលិតផលប្រើប្រាស់ក្នុងតម្លៃដើមហើយឆ្លាញ់ផលិតផលហ្នឹងក៏ទៅនិយាយបន្តចែកចាយទៅទីផ្នែកនេះទៅរួចតែត្រូវមកសិក្សាឲ្យបានស៊ីជម្រៅជាបទពិសោធន៍ក្នុងការប្រើប្រាស់របស់ខ្ញុំរដ្ឋផលអាតូមីគឺមានពាក្យថាគុណភាពល្អប្រែកន្លែងល្អប្រែកវាគឺជាយុទ្ធសាស្ត្រជាគោលការណ៍ជាទស្សនៈទៀតដែលក្រុមហ៊ុនបានដាក់ទៅលើផលិតផលទាំងអស់ដែលគាត់ដាក់លក់នៅលើផ្ទះទំព័រអាតូមីគឺគុណភាពល្អប្រែកកន្លែងល្អប្រែកចឹងយកពាក្យនេះមកពិនិត្យទៅលើទីផ្សារធម្មតាទីផ្សារធម្មតាល្អ